ចាជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកសង្ខេបមេរៀនទី5 Summative Base for Material Assessment ការវាយតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាយតម្លៃបញ្ចប់ចឹងការវាយតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាយតម្លៃបញ្ចប់ហ្នឹងគឺយើងមានប្រភេទមានព័ត៌មានត្រឡប់នៃការកែលម្អការបង្រៀនចឹងប្រភេទហ្នឹងមុនពេលយើងវាយតម្លៃលំហាត់ឬក៏បរិទេសអីមួយគឺយើងត្រូវដឹងប្រភេទវាថាអានឹងជាប្រភេទបរិទេសឬក៏ប្រភេទរចនាសម្ព័ន្ធឬក៏ប្រភេទលំហាត់អីផ្សេងហើយទៀតប្រភេទក្នុងប្រភេទនោះដែរមានកិច្ចការផ្ទះមានសំណួរខ្លីៗនិងតេស្តកិច្ចការក្នុងថ្នាក់ការកែលម្អគំរូការប្រឡងចុងឆ្នាំនិងឧបករណ៍ Digital មួយទៀតសម្រាប់ព័ត៌មានត្រឡប់ហ្នឹងព័ត៌មានត្រឡប់គឺមានប្រភេទរបៀបនៃការចែកចាយការសន្មតជាមុនការគិតពីពេលវេលាការឆ្លើយតបរបស់សិស្សទី3ការកែលម្អការបង្រៀនអញ្ចឹងការកែលម្អការបង្រៀនគឺជាការសិក្សាប្រកបដោយសមត្ថភាពការឆ្លើយតបដោយអន្តរាគមន៍ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សវឌ្ឍនភាពរបស់សិស្សគំរូការបង្រៀនសារចោះសារឡើងច្រើនដងចាអញ្ចឹងយើងមកនិយាយចំណុចទី1មុនប្រភេទអញ្ចឹងប្រភេទនៃការវាយតម្លៃដោយតាមដំណាក់ផ្អែកទៅលើការវាយតម្លៃបញ្ចប់អញ្ចឹងរចនាសម្ព័ន្ធលំហាត់ដែលមានរចនាសម្ព័ន្ធគឺជាលំហាត់ទាំងឡាយណាដែលមិនធ្វើឲ្យសិស្សនឹងធុញថប់អារម្មណ៍គឺដូចជាការសរសេរអំពីថ្ងៃឈប់សម្រាកល្បែង Digital ឬការបង្ហាញតួមាត់ទី2បរិទេសគឺជាអ្វីដែលសិស្សដឹងនិងមិនដឹងឬអ្វីដែលពួកគេអាចធ្វើបាននិងធ្វើមិនបានទី3កិច្ចការផ្ទះគឺជាការផ្ដល់ឲ្យសិស្សអនុវត្តបន្ថែមនៅចំណេះដឹងនិងជំនាញដែលគេបានរៀនដើម្បីពង្រឹងនិងពង្រីកនឹងការពិភាក្សាលម្អិតអំពីការសិក្សារបស់សិស្សពិនិត្យមើលការសិក្សារបស់សិស្សជាបុគ្គលនិងក្រុមទី4កិច្ចការក្នុងថ្នាក់នេះយើងនឹងសកម្មភាពផ្សេងគឺជាការផ្សព្វផ្សាយតាមដានអនុវត្តតាមដានការអនុវត្តរបស់សិស្សព្រមទាំងដល់ព័ត៌មានត្រឡប់ជាក់លាក់និងភ្លាមជាញឹកញយដោយមានជំនួយពីការប្រើប្រាស់បច្ចេកវិទ្យានិងឧបករណ៍ Digital ទី5សំណួរខ្លីៗនិងសំណួរតេស្តសំណួរខ្លីៗយើងសំអាងទៅលើឯកសារដែលសិស្សបានរៀននិងជួយដំណើរពីការអនុវត្តចំណេះដឹងបំណិនការក្នុងពេលបច្ចុប្បន្នរបស់សិស្សអញ្ចឹងលទ្ធផលសំណួរខ្លីៗនេះយើងនឹងតេស្តប្រើសម្រាប់ដល់ព័ត៌មានត្រឡប់នៃការសិក្សាការលម្អនៃការបង្រៀនទី6ការវាយតម្លៃរួមគ្នាអញ្ចឹងការវាយតម្លៃរួមគ្នាគឺជាការរៀបចំការវាយតម្លៃជាមួយគ្រូនិងសហការីការវាយតម្លៃសិស្សទាំងអស់គ្នារួមគ្នាអញ្ចឹងមានកន្លែងនេះមានន័យថាយើងជាគ្រូហ្នឹងយើងរៀបចំឯកសារតេស្តមួយសម្រាប់ការវាយតម្លៃដល់សិស្សទាំងអស់នោះទី7ការវាយតម្លៃវឌ្ឍនភាពរបស់សិស្សអញ្ចឹងការវាយតម្លៃវឌ្ឍនភាពរបស់សិស្សហ្នឹងគឺជាការវាយតម្លៃនៅចំណេះដឹងរបស់សិស្សដែលបានរៀនហើយពីដំណាក់កាលមួយទៀតដើម្បីដឹងពីលទ្ធផលនៃការសិក្សារបស់សិស្សហ្នឹងថាគាត់រៀនចេះឬមិនចេះរៀនទាន់ឬមិនទាន់ចាដល់ចំណុចទី2ការផ្ដល់មតិត្រឡប់អញ្ចឹងការផ្ដល់មតិត្រឡប់គឺគ្រូអាចមានជំហាន3ដែលអាចឲ្យគ្រូសន្មតទុកបានជាមុនពីធម្មជាតិនៃការផ្ដល់មតិត្រឡប់នោះមានការយល់ដឹងពីលទ្ធផលរំពឹងទុកនៃការសិក្សាដឹងពីកំហុសរបស់សិស្សនិងអាចនឹងកើតមានការបង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់ការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់នោះគឺជាការសិក្សាប្រកបដោយសមត្ថភាពមានអន្តរាគមន៍ឆ្លើយតបមានភាពខុសគ្នារបស់សិស្សវឌ្ឍនភាពរបស់សិស្សនិងការកែលម្អការបង្រៀនសារចាស់សារឡើងច្រើនដងការសិក្សាប្រកបដោយសមត្ថភាពគឺជាការសិក្សានឹងគោលបំណងសំខាន់នៃការផ្លាស់ប្ដូរគំនិតនៃការអប់រំបច្ចុប្បន្នឲ្យដូចគ្នានឹងជំនួបវិញនឹងការបង្រៀនឆ្លើយតបនឹងភាពចម្រុះរបស់សិស្សដើម្បីទទួលបានជោគជ័យក្នុងមុខវិជ្ជាសិក្សាការឆ្លើយតបដោយអន្តរាគមន៍គឺជាការពិនិត្យតាមដានដិតដល់ជាប្រចាំដើម្បីដល់ការអន្តរាគមន៍តាមបែបការបង្រៀននិងរៀនជាប្រព័ន្ធសមស្របការបង្រៀនដើម្បីឆ្លើយតបនឹងភាពខុសគ្នារបស់សិស្សជាការបង្រៀនដើម្បីឆ្លើយ
តបខុសៗគ្នារបស់សិស្សនឹងមាន5ធាតុទី1បរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3វិតម្លៃការ4ការបង្រៀននិងរៀនទី5ការគ្រប់គ្រងសិស្សក្នុងថ្នាក់ចឹងវឌ្ឍនភាពរបស់សិស្សគឺជាផែនទីកំឡុងពេលវេលាណាមួយដើម្បីដឹងពីព័ត៌មានខ្លះដែលត្រូវប្រមូលពីការយល់ដឹងរបស់សិស្សឆ្លើយតបជាមួយនឹងការកែលម្អបង្រៀនដែលចាំបាច់គ្រូធ្វើឲ្យគ្រូអាចបន្ស៊ីសកម្មភាពសិក្សាជាមួយនឹងវឌ្ឍនភាពរបស់សិស្សដើម្បីដឹងពីលក្ខណៈវិនិច្ឆ័យសម្រាប់វាតម្លៃប្រកបដោយជោគជ័យនិងប្រសិទ្ធភាពក្នុងជំហាននីមួយៗការកែលម្អការបង្រៀនសារចោះសារឡើងច្រើនដងគឺជាការដែលបង្រៀនសិស្សនៅមុខវិជ្ជាណាមួយដែលសិស្សមិនយល់គឺជាគ្រូគឺគាត់អាចឲ្យសិស្សនឹងដូចទីហោរៀនភាសាខ្មែរអញ្ចឹងក្នុងអត្ថបទមួយហ្នឹងគឺសិស្សអត់ចេះភាសាច្រើនអញ្ចឹងគាត់អាចឲ្យសិស្សអានបន្ថែមអំពីអត្ថបទខ្លឹមសារមេរៀនដែលមានបញ្ហាការបង្រៀនជាបុគ្គលអញ្ចឹងសិស្សមួយថ្នាក់ហ្នឹងមានន័យថាគាត់យល់អស់ហើយនៅតែម្នាក់ហ្នឹងឯងគាត់អត់ទាន់យល់ឬក៏2 3នាក់អញ្ចឹងទៅយើងអាចប្រាប់គាត់ជាបុគ្គលមួយនៅចំណុចដែលគាត់ខ្វះខាតការងារជាក្រុមតូចអញ្ចឹងការងារជាក្រុមតូចហ្នឹងគឺការលក្ខណៈថាឲ្យយើងឲ្យសិស្សហ្នឹងចាប់ដៃគ្នាជាក្រុមតូចឬក៏ជាដៃគូ2នាក់អញ្ចឹងទៅឲ្យគាត់រៀនអានឬក៏បើយល់បន្ថែមគ្នាតាមចំណុចដែលគាត់យល់ដឹងអញ្ចឹងទៅសិស្សមួយចេះសិស្សមួយអត់ចេះអញ្ចឹងឲ្យគាត់ជួយបរៀនគ្នាអញ្ចឹងទៅអញ្ចឹងការងារជាគំរូហ្នឹងគឺជាគ្រូជាអ្នកដើរមុនដោយបង្ហាញនិងបញ្យល់ពីជំហាននីមួយៗឲ្យបានល្អិតល្អន់ដើម្បីឲ្យសិស្សអាចយល់បាននិងដោះស្រាយបញ្ហាដែលកំពុងជួបប្រទះការសួរសំណួរផ្ទាល់មាត់ទៅសិស្សក្នុងការទៅសិស្សទាំងអស់ក្នុងថ្នាក់អញ្ចឹងការសួរសំណួរពាក្យពន្ធនិងខ្លឹមសារមេរៀនដែលស្មុគស្មាញអញ្ចឹងគ្រូអាចសួរសំណួរខ្លីៗដែលមានលក្ខណៈស្មុគស្មាញហ្នឹងទៅកាន់សិស្សទាំងអស់គ្នាក្នុងថ្នាក់ឲ្យគាត់ឲ្យឆ្លើយសំណួរវិញអញ្ចឹងឲ្យឆ្លើយសំណួរវិញការបញ្យល់ឡើងវិញអញ្ចឹងការបញ្យល់ឡើងវិញគឺជាលក្ខណៈនៃការបង្រៀនមួយដើម្បីឲ្យសិស្សហ្នឹងគាត់យល់ឲ្យកាន់តែច្បាស់នៅមេរៀនដែលគាត់កំពុងរៀនហ្នឹងទី3គឺយើងត្រូវដាក់កិច្ចការស្លឹកកិច្ចការហ្នឹងគឺជាការដាក់កិច្ចការផ្ទះឲ្យគាត់ទៅរៀនបន្ថែមតាក់ទងជាមួយមេរៀនដែលយើងបានសិក្សារួចនៅផ្ទះអញ្ចឹងការបង្រៀនមិត្តភ័ក្តិយើងការបង្រៀនមិត្តភ័ក្តិហ្នឹងគឺការចាប់ដៃគូដើម្បីបង្កើតឧទាហរណ៍និងខ្លឹមសារដែលមិនទាន់យល់ដើម្បីឲ្យពួកគាត់ហ្នឹងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកការលក្ខណៈវិនិច្ឆ័យនៃចំណាត់ថ្នាក់លក្ខណៈវិនិច្ឆ័យហ្នឹងគឺបង្រៀនឡើងវិញនៅលក្ខណៈវិនិច្ឆ័យដើម្បីវាតម្លៃសំណេរជាមួយនឹងលក្ខណៈព័ត៌មានលម្អិតការផ្លាស់ប្ដូរលំដាប់ហ្នឹងគឺជាការផ្លាស់ប្ដូរជំហាននៃការបង្រៀនអញ្ចឹងយើងត្រូវចេះផ្លាស់ប្ដូរលំដាប់នៃការបង្រៀនបើសិនជាជំហានទី1ហ្នឹងសិស្សអត់ដល់យល់ទេជំហានទី4ហ្នឹងវាអាចយល់ជាងយកជំហានទី4ហ្នឹងយកមកបរៀនមុនមកការរករកតាមអ៊ីនធឺណិតអញ្ចឹងឥឡូវហ្នឹងគឺជាសម័យ digital ដែលសិស្សហ្នឹងអាចស្រាវជ្រាវខ្លឹមសារមេរៀនដែលតាក់ទងនឹងមេរៀននឹងបានច្រើនមែនទែនបើសិនជាគាត់ចង់ដឹងនៅមេរៀនណាមួយគាត់គ្រាន់តែបញ្ចូលមេរៀននឹងចូលទៅក្នុងប្រព័ន្ធ smartphone tablet ឬក៏ computer ឬទូរស័ព្ទដៃហ្នឹងគឺអាចដឹងហើយតាមហេតុមេរៀនដែលគាត់ចង់ដឹងចឹងទៅផែនទីបញ្ញត្តិហ្នឹងគឺជាការគូសវាសនៅសក្តីព្រៀងមេរៀនដែលរៀនដើម្បីចំណេះដឹងនិងបំណងដើម្បីឲ្យសិស្សដើម្បីពង្រឹងចំណេះដឹងនិងបំណងទីឧបករណ៍ digital ថ្មីអញ្ចឹងឧបករណ៍ digital នេះគឺជួយសិស្សច្រើនមែនទែនអំពីអ្វីដែលគាត់ចង់ដឹងនិងជាការផ្ទៀងផ្ទាត់សំណួរចម្លើយនៃភាពស្ទាត់ជំនាញរបស់សិស្សចាសរុបទៅការវិតម្លៃតាមដំណាក់ដោយផ្អែកលើការដោយបញ្ចប់ហ្នឹងគឺយើងមាន3មានប្រភេទព័ត៌មានត្រឡប់និងការកែលម្អនៃការបង្រៀនចាអរគុណច្រើន